មានត្រីឆ្លាមមួយហែលទឹកទៅជួបនឹងត្រីបាឡែនយ៉ាងធំមួយវាកិច្ចទៅណាមិនរួចព្រោះត្រូវត្រីបាឡែនហាមាត់ប្រុងត្រង់បាក់លេបស៊ីដោយនិយាយគំរាមបណ្ដាលថាទោះជាគេរិះគន់ថាត្រីធំស៊ីត្រីតូចក៏ដោយយើងមិនខ្វល់ឡើយតែពេលនេះយើងមិនស៊ីឯងទេបើសិនជាឯងទៅប្រមូលវងត្រីឆ្លាមឯទៀតមកឲ្យយើងស៊ីឲ្យបានច្រើននោះត្រីឆ្លាមលឺដូច្នេះក៏គិតមួយកសន្ទុះហើយឆ្លើយប្រាប់ទៅត្រីបាឡែនវិញថាខ្ញុំអរគុណណាស់ដែលបងត្រីបាឡែនមិនស៊ីខ្ញុំតែខ្ញុំមិនអាចទៅបោកប្រាស់ញាតិមិត្តយកមកឲ្យបងត្រីបាឡែនស៊ីនោះទេសូមបងមេត្តាស៊ីខ្ញុំវិញោចុះខ្ញុំរីករាយនឹងធ្វើជាអាហាររបស់បងល្អជាជាងនាំយកបងប្អូនខ្ញុំឯទៀតឲ្យមកធ្វើជាអាហាររបស់បងត្រីបាឡែនស្ដាប់ត្រីឆ្លាមនិយាយដោយក្តីអាណិតមេត្តាទើបពោលសរសើរត្រីឆ្លាមថាយើងទើបនឹងយល់ថាឯងជាត្រីឆ្លាមដ៏ល្អបំផុតដោយសុខចិត្តស្លាប់ជំនួសញាតិមិត្តព្រមមេគ្រួសារឯទៀតដូច្នេះយើងមិនស៊ីត្រីឆ្លាមឯងទេយើងដោះលែងឲ្យឯងមានសេរីភាពវិញព្រោះត្រីដែលល្អដូចជាត្រីឆ្លាមឯងនេះយើងមិនដាច់ចិត្តសម្លាប់ឡើយត្រីឆ្លាមបានរួចខ្លួនពីសេចក្តីស្លាប់ទៅជួបក្រុមគ្រួសារវិញព្រោះតែសេចក្តីក្លាហាននិងស្មោះត្រង់